ប្រព័ន្ធផ្សព្វផ្សាយថៃលើកឡើងនៅលហីកច្បាប់ស្ដីពីការកិច្ចយោធាថ្មីរបស់កម្ពុជាកំពុងគំរាមកំហែងដល់សន្តិសុខអាស៊ានកាលពីពេលថ្មីនេះបណ្ដាញផ្សព្វផ្សាយជាច្រើននៅក្នុងប្រទេសថៃបានចែករំលែកព័ត៌មានដែលមានគោលបំណងចោទប្រកាន់ថាការដែលប្រទេសកម្ពុជាប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីការកិច្ចយោធាថ្មីតាមពិតទៅគឺជាលេសក្នុងការប្រមូលកម្លាំងទ័ពដើម្បីបង្កសង្គ្រាមនិងគំរាមកំហែងដល់សន្តិសុខរបស់អាស៊ានក្រុមអ្នកវិភាគថៃបានយល់ឃើញថាចំណាត់ការនេះបានកើតឡើងភ្លាមបន្ទាប់ពីមានវិវាទព្រំដែនដ៏តានតឹងរវាងប្រទេសទាំងពីរនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិភាគីថៃបានធ្វើការរិះគន់ចំពោះការបង្កើនសក្តានុពលយោធារបស់កម្ពុជាថាជាសកម្មភាពធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងប្រកបដោយគ្រោះថ្នាក់ផ្ទុយស្រឡះពីការលំអៀងគិតស្មានទាំងនេះច្បាប់ស្ដីពីការកិច្ចយោធាត្រូវបានចុះព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី23ខែឧសភាដោយមាន8ជំពូកនិង20មាត្រាច្បាប់នេះបានកំណត់រយៈពេលបំពេញកាត់កិច្ចយោធាក្នុងជួរតបជាដាច់ខាតគឺ2ឆ្នាំដែលត្រូវអនុវត្តចំពោះពលរដ្ឋជាបុរសដែលមានអាយុចាប់ពី18ដល់25ឆ្នាំចំពោះនារីគឺចូលរួមដោយស្ម័គ្រចិត្តលិខិតដែលខាងច្បាប់នេះបានលើកលែងជាពិសេសចំពោះព្រះសង្ឃអ្នកបួសក្នុងសាសនាបុគ្គលដែលមានទេពកោសល្យវិសាមញ្ញឬបុគ្គលដែលមានកាយសម្បទាមិនគ្រប់គ្រាន់យោធិនត្រូវបានការពារដោយរដ្ឋលើផ្នែកសុខាភិបាលប្រាក់ឧបត្ថម្ភនិងត្រូវបានទទួលមកវិញនៅមុខតំណែងការងារចាស់បន្ទាប់ពីបានបញ្ចប់កាត់កិច្ចយោធាចំពោះគ្រប់ខណ្ឌតនកម្មជាប់ពន្ធនាគារគឺអនុវត្តតែចំពោះករណីទាំងឡាយណាដែលកិច្ចវេសដោយចេតនាមិនព្រមបំពេញកាត់កិច្ចនៅក្នុងសម័យសន្តិភាពតែប៉ុណ្ណោះប្រធានាធិបតីឥណ្ឌូនេស៊ីបើកទ្វារផ្ទះផ្ទាល់ខ្លួនទទួលស្វាគមន៍ត្រកូលថាក់ស៊ីនកំពុងផ្ទុះការចាប់អារម្មណ៍ណាស់ខណៈនយោបាយថៃកំពុងបន្តប្រែប្រួលជំនួបមួយនៅឥណ្ឌូនេស៊ីកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកសង្កេតការណ៍ក្នុងតំបន់ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto បានបើកទ្វារផ្ទះផ្ទាល់ខ្លួនទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃលោកថាក់ស៊ីនស៊ីណាវ៉ាត្រារួមជាមួយសមាជិកគ្រួសារដើម្បីពិភាក្សាពីស្ថានភាពក្នុងតំបន់និងការវិវត្តនៃភូមិសាស្ត្រនយោបាយពិភពលោកនេះបញ្យងតាមការចុះផ្សាយសារព័ត៌មានអង់តារ៉ារបស់ឥណ្ឌូនេស៊ីជំនួបដ៏ស្និទ្ធស្នាលនេះបានធ្វើឡើងនៅផ្ទះផ្ទាល់ខ្លួនរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីក្នុងទីក្រុងហ្សាកាតាកាលពីថ្ងៃពុធកន្លងទៅដោយមានការចូលរួមពីលោកថាក់ស៊ីនស៊ីណាវ៉ាត្រាលោកស្រីផែថងថាន់ស៊ីណាវ៉ាត្រានិងលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រាដែលសុទ្ធតែជាអតីតនាយករដ្ឋមន្ត្រីថៃលោក Teddy Indra Wicara រដ្ឋលេខាធិការគណៈរដ្ឋមន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ថាភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាសំខាន់ៗនៃតំបន់និងពិភពលោកព្រមទាំងបន្តពង្រឹងទំនាក់ទំនងដ៏យូរអង្វែងរបស់លោក Prabowo Subianto និងត្រកូលថាក់ស៊ីនប្រពន្ធដែលបានបញ្ជាក់ថាប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកថាក់ស៊ីនបើទោះបីជាឆាកនយោបាយថៃបានផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយជាស្ដែងកាលពីខែមីនាឆ្នាំ2026ប្រធានាធិបតីឥណ្ឌូនេស៊ីបានតែងតាំងលោកថាក់ស៊ីនស៊ីណាវ៉ាត្រាជាទីប្រឹក្សាមូលនិធិទ្រព្យសម្បត្តិជាតិ Danantara របស់ឥណ្ឌូនេស៊ីរដ្ឋាភិបាលឥណ្ឌូនេស៊ីជឿថាបទពិសោធន៍និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់លោកថាក់ស៊ីននេះអាចជួយបង្កើនទំនុកចិត្តវិនិយោគិននិងពង្រឹងភាពជឿជាក់លើសេដ្ឋកិច្ចឥណ្ឌូនេស៊ីនាពេលដែលទីផ្សារហិរញ្ញវត្ថុកំពុងប្រឈមនឹងភាពប្រែប្រួល